chật nó ba đã nằm ngâu vô này nằm ngâu giờ nè bà đã mò trâu này tầm đòn này ngâu nằm ngâu sạch tìa khóc khóc cọ chợ đây vô đây đi ngâu ngâu nằm ngâu còn vô nó khóc đi bà nằm ngâu tìa bự là khóc mà ngang chợ đây bạn chỉ số số đây bang ônទាំងអស់គ្នាបាទថ្ងៃនេះគឺបានមុខម្ហូបពិសេសមួយទៀតហើយបាទអញ្ចឹងក៏បានស្ងោរណាំងៅបាទអញ្ចឹងថ្ងៃនេះក៏បានស្ទាមួយបាទហើយក៏មានណាំងៅពីរគ្រាប់ផងដែរបាទអញ្ចឹងក៏មិនដឹងធ្វើអីហូបដែរបាទអញ្ចឹងក៏យកមកបាទស្ងោរណាំងៅហូបតែម្ដងបាទនៅពេលថ្ងៃណាបាទអញ្ចឹងថ្ងៃនេះគឺសម្រាប់ពេលថ្ងៃក៏ធ្វើម្ហូបហូបបាយទាំងអស់គ្នាបងប្អូនបាទអញ្ចឹងថ្ងៃនេះក៏ចង់បង្ហាញបងប្អូនទៅនឹងការធ្វើដែរបាទគឺធ្វើស្ងោរណាំងៅបាទជាមួយសាច់ទារបស់យើងណាបាទអញ្ចឹងគឺវិធីធ្វើគឺងាយទេបាទដែលខ្ញុំធ្លាប់ធ្វើរាល់ដងគឺខ្ញុំធ្វើបែបនេះឯងបងប្អូនបាទគឺយើងកូរគ្រឿងវាបែបហ្នឹងបាទដើម្បីឲ្យវាឈ្ងុយហើយបាទយើងដាក់សាច់តាមក្រោយណាបាទដើម្បីឲ្យវាឈ្ងុយបាទកុំឲ្យវាឆ្អាបអីចឹងទៅបាទអញ្ចឹងគ្រឿងក្រៅរបស់យើងបងប្អូនបានឃើញក្នុងវីដេអូនេះអញ្ចឹងបាទគឺមានលក្រីបាទលក្រូចបាទដេងបាទខ្ទឹមសបាទដូចជាម្ទេសពីរបីគ្រាប់ដែរបាទយើងកូរវាបែបហ្នឹងទៅហើយយើងឲ្យវាឈ្ងុយបាទហើយយើងកូរវាជាមួយស្ករណាបាទកូរវាជាមួយស្ករដើម្បីឲ្យវាក្រហមបែបហ្នឹងណាបងប្អូនហើយយើងក៏ដាក់ទឹកដាក់អីបែបហ្នឹងទៅបាទបន្ទាប់មកទៀតបាទក៏យើងបន្ថែមជាមួយគ្រឿងក្រៅរបស់យើងបាទមានអីគេបាទមានដូចជាទឹកត្រីបាទមានដូចជារ៉ូឌីបាទជាមួយនឹងប៊ីចេងបាទជាមួយនឹងអំបិលអីចឹងទៅបាទយើងបន្ថែមមកជារសតាមដែលយើងចង់បានសាបប្រៃអីចឹងណាបាទបន្តមកទៀតបាទនៅពេលដែលវាពុះទឹកពុះអីបាទវាឈ្ងុយហើយបាទយើងបន្ថែមសាច់របស់យើងចូលទៅបាទកន្លែងនេះគឺយើងព្យាយាមធ្វើយ៉ាងណាកុំឲ្យវាទឹកអត់ទាន់ពុះយើងដាក់សាច់វាអត់ឈ្ងុយបងប្អូនវាអត់កាត់ឆ្អាបបានណាបាទអញ្ចឹងយើងដាក់បែបហ្នឹងបាទដើម្បីឲ្យវាកាត់ឆ្អាបបាទហើយនៅពេលដែលវាពុះល្អបែបនេះហើយបាទគឺយើងរំងាស់វាទុកបន្តិចទៅបាទដើម្បីឲ្យវាឆ្អិនល្អណាបាទព្រោះទាយើងវារាងចាស់ដែរបាទវាមិនជាផុយប្រហែលទេបាទអញ្ចឹងគឺយើងងាស់វាយូរបន្តិចដើម្បីឲ្យវាចេញជាតិណាបាទបើសិនជាយើងធ្វើលឿនពេកបាទវាអត់ចេញជាតិអត់ឆ្ងាញ់ទេបាទនេះកន្លែងនេះគឺខ្ញុំភ្លក់សាបប្រៃអីល្មមហើយបាទយើងបងបន្ថែមបាទជាមួយនឹងណាំងៅរបស់យើងណាបាទយើងបន្ថែមមួយណាំងៅរបស់យើងនេះគឺជាការស្រេចហើយបាទគឺយើងងាយទេបាទគឺมันពិបាកធ្វើទេបងប្អូនបាទហើយយើងក៏ត្រូវតែមានជាមួយនឹងជីគ្រប់មុខដែរបងប្អូនបាទគឺមានជីអាណាមានជីនឹងវងឲ្យទៅដើម្បីដាក់ឲ្យវាឈ្ងុយហើយមានទឹកខ្ទឹមមានអីចឹងណាបាទនេះគឺជាការស្រេចហើយបាទគឺយើងធ្វើបែបហ្នឹងហើយក៏ឆ្អិនហើយបាទអញ្ចឹងក៏ចុងក្រោយបាទយើងដួសហូបទាំងអស់គ្នាបងប្អូនបាទអញ្ចឹងថ្ងៃនេះគឺបានតែប៉ុណ្្នឹងឯងបាទមុខហូបមួយនេះគឺផ្ញើដល់បងប្អូនទាំងអស់គ្នាដែលតែទស្សនាវីដេអូរបស់ខ្ញុំណាហើយក៏ចង់បានហូបឆ្ងាញ់អីបងប្អូនអាចធ្វើវិធីនេះក៏បានដែរបាទបើសិនជាមានកញ្ឆាយទៀតបាទរត់តែអេបងប្អូនបាទអញ្ចឹងមុខហូបនេះគឺល្អសម្រាប់អ្នកក្លែមណាបងប្អូនបាទសិនតែចង់ក្លែមអីចង់បានឆ្ងាញ់ចង់បានអីគឺយើងធ្វើបែបហ្នឹងក៏វាល្អដែរបងប្អូនបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងហើយក៏អរគុណដែលបងប្អូនទស្សនាវីដេអូរបស់ខ្ញុំបាទចុងក្រោយអរគុណច្រើនបាទសូមជម្រាបបាទបាយ